អ្វីបំណុលត្រូវបានសង្អស់ហើយគាត់ពិតជាសង្លុយទាំងអស់ហើយមែនមិនអាចទៅរួចទេគាត់យកលុយមកពីណា នេះមិនមែនជារឿងកំ pl ែងទេទាំងដើមទាំងការប្រាក់គាត់ជំពាក់ដល់70,000 យន់70,000 យន់មិនមែន70 យន់ទេជាមួយស្ថានភាពរបស់គាត់គ្មានផ្លូវសងបានឡើយ នៅមិនទាន់យកទៀតខ្ញុំបានសងបំណុលរួចអស់ហើយចំណែកឯទំនាក់ទំនងរវាងយើងទាំងពីរក៏ត្រូវបានបញ្ចប់ទាំងស្រុងដែរ ឯងកំពុងធ្វើជាអ្នកមាននៅចំពោះមុខខ្ញុំឬអ្នកណាដឹងថាលុយនេះឯងលួចមកឬបោកគេមកយ៉ាងណាក៏ដោយឯងចិត្តស្លាប់ហើយក៏មិនខ្លាចអ្វីទៀតដែរមែនទេ ត្រូវហើយប៉ុន្តែជំងឺរបស់ខ្ញុំវាជាសេះស្បើយហើយឥឡូវនេះខ្ញុំក៏ខ្លាចជាអ្នកមានដែរ សំបីតែកុហកក៏មិនចេះកុហកឲ្យសមហេតុផលផងឯងមានសមត្ថភាពប៉ុណ្ណាខ្ញុំដឹងច្បាស់ជាងអ្នកណាទាំងអស់ឥឡូវមកនិយាយថាខ្លួនឯងជាអ្នកមានទៀតខ្ញុំមិនដឹងទេថាឯងនឹងស្លាប់ដោយជំងឺមុនឬស្លាប់ដោយភាពក្រីក្រមុននោះទេ មែនហើយស៊ីយូអញពូកែនិយាយអួតម្លេះហេតុអ្វីមិននិយាយថា Rolls Royce នៅខាងក្រៅនោះក៏ជារបស់អញដែរទៅ វាពិតជារបស់ខ្ញុំមែន ស្អីគេវាមិនអាចទៅរួចទេ យ៉ាងម៉េចដែរឃើញយូរនៅ វាមិនអាចទៅរួចទេគាត់មិនត្រឹមតែសងបំណុល70,000 យន់អស់ទេថែមទាំងមានអ្នកបើកបរ Rolls Royce មកទទួលទៀត តើមានរឿងអ្វីកើតឡើងពិតប្រាកដ ខ្ញុំដឹងហើយ ដឹងអីទៅ ស៊ីយូមានទម្លាប់ទិញឆ្នោតជានិច្ចគាត់ប្រកាសជាត្រូវរង្វាន់ធំហើយ ត្រូវឆ្នោតអ្នកប្រាកដទេ ខ្ញុំប្រកាសបើមិនដូច្នោះទេតើត្រូវនិយាយយ៉ាងម៉េចចំពោះការដែលគាត់ស្រាប់តែមានលុយច្រើនបែបនេះឈួតហើយបើដឹងមុនខ្ញុំមិនលែងលេះជាមួយគាត់ទេ បើមិនដូច្នោះអ្នកសាកទៅនិយាយជាមួយគាត់ម្ដងទៀតទៅបើគាត់នៅសល់លុយរាប់លានទៀតយើងត្រូវរកវិធីយកវាមកឲ្យអស់ យើងលែងលេះគ្នារួចហើយតើខ្ញុំអាចធ្វើអ្វីបានទៀតទៅ កុំនិយាយបែបនោះអីស៊ីយូស្រឡាញ់អ្នកខ្លាំងណាស់ដរាបណាអ្នកប្រើល្បិចតែបន្តិចគាត់ប្រកាសជាធ្លាក់ក្នុងអន្ទាក់ម្ដងទៀតមិនខាន ហេតុអ្វីខ្ញុំត្រូវទៅលួងលោមគាត់ អូនសម្លាញ់កុំខឹងអីបើគាត់នៅមានលុយរាប់លានទៀតយើងនឹងចំណេញធំណាស់ហើយខ្ញុំក៏មានដំណឹងល្អមួយទៀតប្រាប់អូន តំណែងល្អអ្វី បងធ្លាប់ប្រាប់អូនហើយថាបងថ្លៃរបស់បងគឺជាប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនស៊ូគាត់បានសន្យាថានឹងរៀបចំឲ្យអូនចូលធ្វើការនៅការិយាល័យប្រធានក្រុមហ៊ុនស៊ូ ពិតមែនឬខ្ញុំដឹងហើយថាបងយកចិត្តទុកដាក់ចំពោះខ្ញុំជានិច្ចយប់នេះខ្ញុំនឹងផ្ដល់រង្វាន់ឲ្យបងឲ្យសមនឹងដំណឹងល្អនេះ